បន្ទាប់ពីការចាក់ចេញពីម៉មួយក៏យើងចូលទៅដល់ក្នុងម៉មួយទៀតនៅអ៊ីឡាត់នេះគឺសារទៅនៅរបស់គេគឺចិត្តគ្នាមែនទែនហើយបូកសំនឹងទេសភាពហើយប្រជាជនគេច្រើននៅទីនេះអញ្ចឹងហើយគឺគេធ្វើម៉ចិត្តគ្នានៅអ៊ីឡាត់ហើយនៅតេលេវីនេះគឺតម្លៃទូរស័ព្ទវាខុសគ្នាដោយសារតែនៅអ៊ីឡាត់គឺតម្លៃថោកជាងនៅតេលេវីឆ្ងាយដែរហើយនេះគឺជា iPhone 17គឺតម្លៃវាគួរសមដែរហើយយើងក៏បានតេស្តជាមួយនឹង iPad បងប្រុសគាត់សម្រេចចិត្តក្នុងការទិញ iPad 13 Pro M5 គឺគាត់ទិញរួចរាល់ហើយគឺពណ៌ខ្មៅបន្ទាប់ពីការទិញរួចក៏យើងដើរចាក់ចេញពីម៉ដើម្បីទៅជិះទូកនៅអ៊ីឡាត់ហ្នឹងហើយនេះគឺជាស្ពានដែលគេលើកហើយកប៉ាល់ហូបរបស់គេចេញគឺគេលើកបែបហ្នឹងកុំឲ្យវាទៅគឺធ្វើបែបហ្នឹងគឺវាចំណេញខ្លាំងមែនទែនហើយអ្នកដែលគេឆ្លងស្ពានហ្នឹងគេរងចាំដើម្បីឆ្លងស្ពានហើយនេះគឺជាទូរស័ព្ទដែលយើងទិញបានគឺពណ៌ខ្មៅគឺស្អាតខ្លាំងមែនទែនខ្ញុំក៏ឆ្លាញ់ដែរតែអត់មានលទ្ធភាពទេឥឡូវនេះគឺថាពួកខ្ញុំបានជិះទូកហើយទូកគេកំពុងតែចេញដំណើរទូកនៅទីនេះគឺជិះមានតម្លៃវាយ៉ាងគួរសមដែរក្នុង2ម៉ោងហ្នឹងអស់តែ65 SGD ទេតម្លៃគឺធូរខ្លាំងមែនទែនហើយនៅពេលដែលយើងជិះទូកបែបនេះគឺមើលទេសភាពមកលើភ្នំហើយជាមួយនឹងលើគោកគឺស្អាតខ្លាំងមែនទែនអាគារការ design របស់គេគឺបែបស្អាតខ្លាំងមែនទែនគឺខ្ញុំចូលចិត្តទេសភាពបែបហ្នឹងហើយសម្រាប់នៅភ្នំរបស់គេនេះគឺភ្នំនៅអ៊ីឡាតហ្នឹងគឺអត់មានដើមឈើទេគឺមានតែថ្មដែលសាច់ហើយសម្រាប់ទឹកសមុទ្រគេគឺខៀវស្រស់ស្អាតខ្លាំងមែនទែនខុសពីទឹកសមុទ្រនៅស្រុកយើងបន្តិចបើសិនជាមានអាគារបែបហ្នឹងគឺមានលូបង្ហូរចូលគឺខ្មៅហើយតែនៅទីនេះគឺអត់ទេហើយបន្ទាប់ពីការដើរកំសាន្តរបស់ខ្ញុំជិះទូកជិះអីក៏យើងទិញអីញ៉ាំនៅលើទូកហ្នឹងគឺគេមានលក់ហើយនេះគឺយើងមើលផ្កាថ្មនៅក្រោមទូកដោយសារតែគេត្រូវជិះមកកន្លែងទឹករាដើម្បីយើងមើលផ្កាថ្មនៅជិតភ្នំគឺមើលទៅស្រស់ស្អាតមែនទែនខ្ញុំអត់ដែលឃើញទេផ្ទាល់ភ្នែកបែបហ្នឹងហើយក៏មានត្រីមានអីផ្សេងអញ្ចឹងណាគឺវាប្លែកភ្នែកពីយ៉ាងដែរតម្លៃតែ65 SGD ទេតែយើងជិះបានដល់រហូតដល់2ម៉ោងអញ្ចឹងវាតម្លៃវាគួរសមមែនទែនហើយនេះគឺជានាវាចម្បាំងរបស់អ៊ីស្រាអែលគេប្រចាំការនៅតំបន់អ៊ីឡាតហ្នឹងគឺមានដល់តែ2គ្រឿង